វត្ថុអនុស្សាវរីយ៍ប្រវត្តិសាស្ត្រប៊ិចផ្ទាល់ខ្លួនរបស់លោកលីខ្វាន់យូត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃដល់ទៅ$39,000 ប៊ិចសរសេរដៃបុរាណដែលជាបេតិកភណ្ឌនិងជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់មេដឹកនាំនាយករដ្ឋមន្ត្រីស្ថាបនិកប្រទេសសិង្ហបុរីលោកលីខ្វាន់យូកំពុងតែទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រមូលវត្ថុបុរាណនិងអ្នកស្នេហាសិល្បៈប្រវត្តិសាស្ត្របន្ទាប់ពីត្រូវគេនាំយកមកដាក់ដេញថ្លៃជាសាធារណៈតាមការប៉ាន់ស្មានពីអ្នកជំនាញខាងវត្ថុបុរាណប៊ិចសរសេរដៃដ៏កម្រមួយដើមនេះត្រូវគេរំពឹងថានឹងអាចលក់បានក្នុងចន្លោះ$23,000ដល់$39,000 អាមេរិកដែលស្មើនឹងប្រមាណ$30,000ទៅ$50,000សិង្ហបុរីនៅក្នុងពិភពសិល្បៈនិងការប្រមូលវត្ថុអនុស្សាវរីយ៍ប្រវត្តិសាស្ត្រឧបករណ៍សរសេរមួយដើមនេះមិនត្រឹមតែជាវត្ថុប្រើប្រាស់ប្រចាំថ្ងៃធម្មតានោះទេប៉ុន្តែវាប្រៀបបានទៅនឹងសក្ខីកម្មរស់ដែលបានឆ្លងកាត់ដំណើររឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើនវាជាឧបករណ៍ដែលមេដឹកនាំដ៏ឆ្នើមរូបនេះធ្លាប់បានប្រើប្រាស់ផ្ទាល់ខ្លួនក្នុងការកត់ត្រានិងចុះហត្ថលេខាលើឯកសារសំខាន់ៗដែលបានកសាងគ្រឹះនិងផ្លាស់ប្ដូរវាសនារបស់ប្រទេសសិង្ហបុរីឲ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពិភពលោកដោយសពថ្ងៃការដាក់ដេញថ្លៃនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីតម្លៃផ្លូវចិត្តនិងតម្លៃប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅនៃវត្ថុប្រើប្រាស់ផ្ទាល់ខ្លួនរបស់មេដឹកនាំជាន់ខ្ពស់អ្នកជំនាញខាងដេញថ្លៃបានលើកឡើងថាវត្ថុអនុស្សាវរីយ៍របស់ឥស្សរជនល្បីៗលើពិភពលោកតែងតែមានការទាក់ទាញយ៉ាងខ្លាំងហើយប៊ិចរបស់លោកលីខ្វាន់យូមួយដើមនេះមិនត្រឹមតែធ្វើឲ្យអ្នកប្រមូលទិញនៅក្នុងប្រទេសសិង្ហបុរីចាប់អារម្មណ៍ប៉ុណ្ណោះទេប៉ុន្តែថែមទាំងទាក់ទាញចិត្តអ្នកស្នេហាវត្ថុបុរាណនៅជុំវិញពិភពលោកផងដែរព្រឹត្តិការណ៍នេះមិនមែនត្រឹមតែបង្ហាញពីភាពផ្ចិតផ្ចង់និងសិល្បៈនៃការផលិតប៊ិចបុរាណប៉ុណ្ណោះទេប៉ុន្តែវាក៏ជាការរំលឹកឡើងវិញនៅអនុស្សាវរីយ៍និងមរតកនយោបាយដ៏មានន័យរបស់លោកលីខ្វាន់យូនៅក្នុងចិត្តរបស់សាធារណជននិងអ្នកស្នេហាវត្ថុបុរាណគ្រប់ទិសទី